How long have you been here តាអ្នកមកទីនេះយូរប៉ុណ្ណាហើយ B គេឆ្លើយបងប្អូន B I have been here for 2 weeks I have been here for 2 weeks ប្រែថាខ្ញុំមកទីនេះ2សប្តាហ៍ហើយបាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទៅសិក្សាអំពីការសន្ទនាម្ដងបងប្អូនបាទអញ្ចឹងកាលពីវីដេអូមុនសម្រាប់បងប្អូនដែលតាមដានវីដេអូខ្ញុំមករហូតគឺយើងបានសិក្សាពីសំឡេងស្រៈសំឡេងភ្ជញ្ជនៈរបៀបប្រកបអានរបៀបលំរួតជើងអីហើយអស់ហើយបងប្អូនបាទមិនត្រឹមតែប៉ុណ្ណោះក៏យើងបានសិក្សាអំពីប្រយោគជាច្រើនវីដេអូដែរសង្ឃឹមថាបងប្អូនបានសិក្សាវីដេអូមុនអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងទៅសិក្សាអំពីការសន្ទនាម្ដងបងប្អូនមើលមកចំណងជើងមកនេះសន្ទនាជួបគ្នាដំបូងបាទអញ្ចឹងការសន្ទនានៅក្នុងវីដេអូនេះគឺយើងនិយាយអំពីការជួបគ្នាដំបូងថាតើយើងនិយាយអ្វីខ្លះនៅពេលដែលយើងជួបគ្នាដំបូងបងប្អូនបាទអញ្ចឹងពាក្យថាសន្ទនាអង់គ្លេសយើងអានថា conversation គឺយើងប្រែថាការសន្ទនាអញ្ចឹងបងប្អូនទៅតាមដានមួយទាំងអស់គ្នាថារបៀបនៃការនិយាយនៅពេលដែលយើងជួបគ្នាដំបូងនេះនិយាយមិនតោះបងប្អូនមើលដំបូងនេះទីនេះគឺមាន A បាទមាន A គេថា hello ជាខ្មែរយើងគឺប្រែថាសួស្តីបាទបន្តមកទៀត B បងប្អូន B នេះក៏តំណាងឲ្យឈ្មោះមនុស្សម្នាក់គេថា hi បាទប្រែថាសួស្តីដូចគ្នាអញ្ចឹង A គេថា hello បាទសួស្តី B ថា hi សួស្តីបាទធម្មតានៅពេលដែលគេសួស្តីមកយើងនឹងសួស្តីទៅគេណាគេ hello យើងក៏ hello ទៅឬក៏យើង hi ទៅបាទហ្នឹងគឺរបៀបនៃការជួបគ្នាដំបូងណាបាទឥឡូវយើងបន្តទៅទៀតនេះ A គេសួរទៀតថា what is your name មួយប្រយោគហ្នឹងសួរថាតើអ្នកឈ្មោះអ្វីបាទអញ្ចឹងនៅពេលដែលឆ្លើយបាទ B គេឆ្លើយបែបនេះ My name is B and you My name is B and you បានន័យថាឈ្មោះរបស់ខ្ញុំគឺ B ចុះអ្នកវិញបាទធម្មតាតែគេសួរមកយើងបន្ទាប់ពីយើងឆ្លើយហើយយើងសួរទៅគេវិញមកបាទអញ្ចឹងគេសួរថា What is your name តើអ្នកឈ្មោះអ្វីអញ្ចឹងយើងឆ្លើយមក My name is B and you ឈ្មោះរបស់ខ្ញុំគឺ B ហើយចុះអ្នកវិញអញ្ចឹងកន្លែងនេះគឺ B នេះក៏រនតែខ្ញុំឧទាហរណ៍តែបើសិនជាបងប្អូនឈ្មោះអីយើងដាក់តាមរបស់យើងនឹងវិញមកបាទហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនចង់សួរឈ្មោះគេគឺប្រើសំណួរនេះ What is your name ហើយបើសិនជាយើងឆ្លើយ My name is B and you បាទទៅទៀត A គេថា I'm good បានន័យថាគេឆ្លើយព្រោះគេសួរពីលើមក and you បងប្អូន and you បានន័យថាគេសួរទៅវិញអញ្ចឹងយើងឆ្លើយ A គេឆ្លើយវិញមក I'm good គឺបានន័យថាខ្ញុំសុខសប្បាយទេអញ្ចឹងពាក្យ good កន្លែងហ្នឹងគឺប្រែថាខ្ញុំសុខសប្បាយទេបាទស្មើនឹង I'm fine ហើយ A គេសួរទៅទៀតថា Where are you from មួយសំណួរនេះបានន័យថាតើអ្នកមកពីណាបាទតើអ្នកមកពីណា Where are you from នឹងបើសិនជាបងប្អូនចង់ដឹងថាតើគេមកពីណាអញ្ចឹងណា Where are you from នេះហើយ B គេឆ្លើយថា I'm from Japan បានន័យថាខ្ញុំមកពីប្រទេសជប៉ុននេះខ្ញុំមកពីប្រទេសជប៉ុនអញ្ចឹងបើសិនជាបងប្អូនសួរគេនៅសំណួរបែបហ្នឹងហើយស្រាប់តែគេឆ្លើយមកគេឆ្លើយតម្រងហ្នឹងណាជួនកាលគេអត់មកពីជប៉ុនទេគេអាចមកពី Australia អញ្ចឹងទៅមកពីអូស្ត្រាលីអញ្ចឹងណាបាទតែបើគេសួរបងប្អូនវិញគេសួរបងប្អូនថា Where are you from តើអ្នកមកពីណាបងប្អូនឆ្លើយមក I'm from Cambodia បាទតោះបន្តទៀត A គេសួរទៀត How long have you been here មួយសំណួរនេះគេសួរថាតើអ្នកមកទីនេះយូរប៉ុណ្ណាហើយបាទតើអ្នកមកទីនេះយូរប៉ុណ្ណាហើយសំណួរល្អបងប្អូនអញ្ចឹងយើងធម្មតាយើងសន្ទនាគ្នាយើងចង់ដឹងថាតើអ្នកមកទីនេះយូរនៅបាទគឺសួរសំណួរនេះ
riêng vài tách bàn tay bông bồn trời để chết bia bà kê áp xua dưỡng có dưỡng trời xua kê đại how long have you been here ta nẹ màu thì nít du bần hải B cái slide một B I have been here for 2 weeks I have been here for 2 weeks ปลายtháng ខ្ញុំមកទីនេះ2សប្តាហ៍ហើយបាទនេះចឹងនេះពាក្យ here ហ្នឹងគឺយើងប្រែថាទីនេះ I have been here ប្រែថាខ្ញុំមកទីនេះ for 2 weeks គឺយើងប្រែថា2សប្តាហ៍បាទចឹងរបៀបនៃការឆ្លើយគឺបងប្អូនឆ្លើយបែបហ្នឹងឥឡូវបងប្អូនសាកសម័យថាបើសិនជាគេសួរបងប្អូនវិញ How long have you been here បាទចឹងបងប្អូនត្រូវឆ្លើយតម្រងនេះចឹងបើសិនជាទីនេះវា2សប្តាហ៍ចឹងបើ2ខែបងប្អូនដូរកន្លែង weeks ដាក់ months វិញមកបាទ I have been here for 2 months អញ្ចឹងវិញមកបាទបន្តទៀត A គេសួរទៀតថា How old are you How old are you បាទមួយសំណួរនេះគេសួរថាតើអ្នកអាយុប្រមាណហើយបាទនេះបើសិនជាយើងចង់សួរពីអាយុគេគឺបងប្អូនប្រើសំណួរហ្នឹងណា How old are you How old are you ដល់ពេលគេនិយាយលឿនគឺយើងលើក How old are you How old are you តើអ្នកអាយុប៉ុន្មានបងប្អូនមើល B គេឆ្លើយ I am 20 years old I am 20 years old ប្រែថាខ្ញុំមានអាយុ20ឆ្នាំហើយបាទហ្នឹងបើសិនជា20ឆ្នាំបើសិនជាប្រហែលផ្សេងទៀតខុសពី20ឆ្នាំបងប្អូនដូរកន្លែង20ហ្នឹងមកបាទអញ្ចឹង I am 20 years old ខ្ញុំមានអាយុ20ឆ្នាំហើយអញ្ចឹងទៅនេះបងប្អូនលើ years old នេះគឺភ្ជាប់ស័ព្ទនេះជាមួយ old នេះយើងលើ years old I'm 20 years old បន្តទៅទៀត A គេសួរទៀតថានេះ Is it your first time here Is it your first time here មួយសំណួរនេះបានន័យថាតើអ្នកមកទីនេះជាលើកទី1មែនទេឬក៏ថាតើអ្នកមកទីនេះលើកដំបូងមែនទេក៏បានដែរបងប្អូនបាទយើងសំណួរល្អចង់សួរថាតើអ្នកមកទីនេះលើកដំបូងមែនទេនេះ Is it your first time here បាទចាំមើល B គេឆ្លើយថាម៉េចនេះ Yes it is Yes it is បាទឆ្លើយប៉ុណ្ណឹងគឺបានន័យថាបាទមែនហើយបាទមែនហើយបានន័យថាជាលើកដំបូងបងប្អូនសំណួរគេសួរពីលើថាតើអ្នកមកទីនេះលើកដំបូងមែនទេបាទឆ្លើយមកគឺ Yes it is Yes it is បាទមែនហើយមកជាលើកដំបូងអញ្ចឹងបើសិនជាមិនមែនលើកដំបូងទេយើងដាក់មកថា No it is not No it is not បានន័យថាមិនមែនលើកដំបូងទេបាទតែបើលើកដំបូង Yes it is តបទៅទៀត Is it happy បាទ A គេសួរ Is it happy មួយសំណួរនេះបានន័យថាតើសប្បាយទេបាទបានន័យថាតើអ្នកមកទីនេះសប្បាយទេ Is it happy Is it happy សប្បាយទេចាំមើល B គេឆ្លើយ Yes it's really happy Yes it's really happy ប្រែថាបាទពិតជាសប្បាយខ្លាំងណាស់បាទចានេះ Yes ហ្នឹងគឺបាទ It's really happy បានន័យថាសប្បាយខ្លាំងណាស់បាទតម្រងនៃការឆ្លើយបើសប្បាយខ្លាំងបងប្អូនឆ្លើយបែបហ្នឹងមក Yes it's really happy ហ្នឹងហើយតោះបន្ត A គេសួរទៀត What time is it now What time is it now មួយសំណួរនេះគេសួរថាតើម៉ោងប្រហែលហើយបាទហ្នឹងហើយអញ្ចឹងចង់សួរពីម៉ោងយើងអត់ដឹងថាម៉ោងប្រហែលណាបងប្អូនប្រើសំណួរនេះ What time is it now What time is it now បាទតើម៉ោងប្រហែលហើយដល់ B គេឆ្លើយ It is 9:30 AM It is 9:30 AM បានន័យថាវាម៉ោង 9:30 នាទីបាទចានេះរបៀបនៃការឆ្លើយម៉ោងគឺឆ្លើយបែបនេះបងប្អូនបាទ It is 9:30 AM ប៉ុន្តែម៉ោងនេះខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យបងប្អូនឆ្លើយតាមជាក់ស្ដែងថាបើសិនជាគេសួរ What time is it What time is it បើម៉ោង 10 គាត់ It is 10 o'clock ប៉ុន្តែតម្រងគឺបែបហ្នឹងបាទអញ្ចឹងរៀននៅក្នុងទីនេះវាគ្រាន់តែជាតម្រងប៉ុន្តែជាក់ស្ដែងគឺបងប្អូនចេះកែប្រែខ្លួនឯងតិចទៅតាមស្ថានភាពជាក់ស្ដែងមកយើងអាចប្រើបានហើយតោះ
បន្តទៀត A គេនិយាយថា nice to meet you nice to meet you បាទប្រយោគល្អបានន័យថារីករាយដែលបានជួបអ្នកបាទធម្មតានៅពេលដែលយើងបានជួបគ្នាគឺបងប្អូននិយាយប្រយោគនឹងដែរ nice to meet you nice to meet you អញ្ចឹង B គេថា nice to meet you too nice to meet you too បានន័យថារីករាយដូចគ្នាបាទអញ្ចឹងបើកាលណាបងប្អូនឮគេនិយាយថា nice to meet you យើងត្រូវនិយាយទៅគេវិញ nice to meet you too នេះត្រូវមាន to នេះ nice to meet you too ហ្នឹងគឺបានន័យថារីករាយដូចគ្នាបើ to ហ្នឹងយើងប្រើថាផងដែរឬក៏ដូចគ្នាអញ្ចឹងណាបងបាទ nice to meet you too រីករាយដូចគ្នាតោះយើងបន្តទៅទៀតជាមួយ A គេនិយាយថាម៉េចទៀតនេះ A គេថា see you later see you later បានន័យថាជួបគ្នាពេលក្រោយបាទពេលនេះបងប្អូនអាន later ក៏បាន later ក៏បាន see you later see you later បានន័យថាជួបគ្នាពេលក្រោយបាទអញ្ចឹង B នៅពេលដែលឮ A និយាយបែបហ្នឹង B ក៏ថា good luck for you good luck for you បាទសូមឲ្យអ្នកសំណាងល្អប្រយោគល្អបងប្អូន good luck for you បានន័យថាសូមឲ្យអ្នកសំណាងល្អនេះគឺចុងក្រោយណាបងប្អូននៅពេលដែលគេនិយាយថា see you later យើងអាចនិយាយថា good luck for you បាទនេះគឺជាការសន្ទនាខ្លីមួយប៉ុន្តែសំខាន់សម្រាប់បងប្អូនដែលទើបតែសិក្សាអង់គ្លេសថ្មីហើយអត់ដឹងថានិយាយចាប់ពីណាទៅមុនណាបងប្អូនអញ្ចឹងការជួបគ្នាដំបូងនេះបងប្អូនគឺត្រូវតែសិក្សាត្រូវតែដឹងពីរបៀបសួរពីរបៀបឆ្លើយដើម្បីបងប្អូនយកទៅនិយាយជាមួយបរទេសបាទអញ្ចឹងបងប្អូនកុំភ្លេចជួយចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីហើយបើមានចំណុចខ្វះខាតសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាមួយទៀតបើសិនជាបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូជួបគ្នាវីដេអូក្រោយសូមជម្រាបលា